បាទសួស្តីនៅក្នុងវីដេអូនេះចង់ឆ្លើយសំណួរថាយើងចង់សម្រក់គីឡូដោយគ្រាន់តែធ្វើរបបអាហារតែមិនហាត់ប្រាណអាចទទួលបានផលអត់ចម្លើយគឺអាចទទួលបានផលប៉ុន្តែខ្ញុំអត់លើកទឹកចិត្តឲ្យធ្វើបែបនេះទេព្រោះការសម្រក់គីឡូដោយរៀបចំតែរបបអាហារជាពិសេសការរៀបចំរបបអាហារដែលមិនបានត្រឹមត្រូវទៀតការរឹតបន្តឹងអាហារមិនបានត្រឹមត្រូវគឺមានផលប៉ះពាល់ដល់សុខភាពច្រើនមែនទែនចឹងយើងសួរខ្លួនឯងវិញយើងចង់សម្រក់គីឡូគឺយើងចង់បានសុខភាពល្អរូបរាងស្រស់ស្អាតតែបើសិនជាធ្វើទៅហើយមានផលប៉ះពាល់សុខភាពច្រើនជាពិសេសនៅពេលដែលវ័យយើងចាស់ទៅនៅពេលថ្ងៃអនាគតទៅគឺយើងនឹងប្រឈមហានិភ័យសុខភាពធ្ងន់ធ្ងរច្រើនតែយើងគួរធ្វើឬក៏អត់ចឹងនេះខ្ញុំគ្រាន់តែផ្ដល់ជាព័ត៌មានថាបើសិនជាយើងសម្រក់គីឡូដោយការរដ្ឋបတ်របបអាហារហើយអត់ហាត់ប្រាណយើងនឹងប្រឈមបញ្ហាសុខភាពអីខ្លះបញ្ហាប្រឈមធំទី1គឺតកតងទៅនឹងសុខភាពឆ្អឹងអញ្ចឹងសុខភាពឆ្អឹងនៅពេលដែលយើងកម្រិតអាហារធ្វើឲ្យយើងទទួលសារធាតុចិញ្ចឹមសម្រាប់ឆ្អឹងអត់បានគ្រប់គ្រាន់អញ្ចឹងអាចធ្វើឲ្យយើងប្រឈមនឹងជំងឺពុកឆ្អឹងធ្លាក់ចុះខ្សោយនៅពេលអនាគតជាពិសេសសម្រាប់ស្ត្រីហើយយើងត្រូវដឹងថានៅពេលដែលយើងអត់ធ្វើលំហាត់ប្រាណដង់ស៊ីតេឆ្អឹងរបស់យើងគឺថយចុះចឹងធ្វើឲ្យឆ្អឹងយើងគឺខ្សោយងាយប្រឈមនឹងជំងឺពុកឆ្អឹងងាយបាក់ងាយប្រេះចឹងនេះបញ្ហាឆ្អឹងមួយសំខាន់មួយទៀតតកតងនឹងបញ្ហាអតុល្យភាពអរម៉ូនចំណុចទី2ណាចឹងនៅពេលដែលយើងកម្រិតរបបអាហារធ្វើឲ្យយើងទទួលបានសារធាតុចិញ្ចឹមអត់គ្រប់គ្រាន់ជាពិសេសគឺអាហារដែលមានខ្លាញ់ផ្ទុកខ្លាញ់ល្អជាផ្នែកនៃការគ្រប់គ្រងអរម៉ូនធ្វើឲ្យតុល្យភាពអរម៉ូនយើងប្រែប្រួលជាពិសេសសម្រាប់ស្ត្រីគាត់អាចទៅជារាំងរដូវស្លេកស្លាំងខ្សោយមួម៉ៅឈឺច្រើនអាហ្នឹងសិតតែជាបញ្ហាដែលកើតឡើងពីការរដ្ឋបတ်របបអាហារខ្លាំងពេកហើយចំណុចមួយទៀតដែលសំខាន់គឺធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងធ្លាក់ចុះនៅពេលដែលប្រព័ន្ធភាពស៊ាំយើងធ្លាក់ចុះគឺធ្វើឲ្យយើងងាយប្រឈមនឹងឈឺគឺយើងងាយឆ្លងជំងឺផ្ដាសាយងាយនឹងឈឺជំងឺដែលឆ្លងនៅក្នុងបរិយាកាសគឺងាយឆ្លងមែនទែនហើយចំណុចសំខាន់មួយទៀតគឺបាត់បង់សាច់ដុំត្រូវដឹងថានៅពេលដែលយើងសម្រក់គីឡូដោយរដ្ឋបတ်របបអាហារវាស្រកមិនត្រឹមតែខ្លាញ់ទេសូម្បីតែសាច់ដុំក៏យើងត្រូវបាត់បង់ដែរនៅពេលដែលបាត់បង់សាច់ដុំអ្វីដែលជាបញ្ហាប្រឈមគឺធ្វើឲ្យយើងខ្សោយហើយងាយនឹងយើងឡើងខ្លាញ់ច្រើនព្រោះសាច់ដុំគឺមានតួនាទីសំខាន់ខ្លាំងនៅក្នុងមេតាបូលិកអញ្ចឹងធ្វើឲ្យរាងកាយរបស់យើងអាចដុតខ្លាញ់បានច្រើននៅពេលដែលយើងមានសាច់ដុំតែដល់យើងបាត់បង់សាច់ដុំធ្វើឲ្យមេតាបូលិករបស់យើងធ្លាក់ចុះនៅពេលដែលមេតាបូលិកធ្លាក់ចុះមានន័យថាយើងងាយនឹងប្រឈមនឹងការកើនខ្លាញ់ខ្លាំងជាងមុនទៅទៀតនៅពេលដែលយើងពុំអាចបង្អត់អាហារខ្លួនឯងបានដូចមុនទៀតគឺយើងហូបតែប្រហែលមុនទេគឺយើងកើនគីឡូកើនខ្លាញ់លឿនខ្លាំងជាងមុនទៅទៀតអាហ្នឹងគឺជាបញ្ហាហើយបញ្ហាមួយទៀតនៅពេលដែលយើងបង្អត់អាហារឬក៏រដ្ឋបတ်អាហារខ្លាំងពេកគឺធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះខ្សោយខួរក្បាលរបស់យើងគឺត្រូវការក្លូយកូសសម្រាប់ដំណើរការនៅពេលដែលយើងរឹតមិនតឹងវាទៅគឺធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះខ្លាំងគឺអត់មានថាមពលគ្រប់គ្រាន់សម្រាប់ប្រើអញ្ចឹងធ្វើឲ្យយើងឆាប់ភ្លេចភ្លាំងគិតអីអត់ទៅចាញ់គឺស្មុកច្រើនហើយបញ្ហាសុខភាពបេះដូងក៏ជាបញ្ហាប្រឈមមួយធំដែរនៅពេលដែលយើងរដ្ឋបတ်តែរបបអាហារតែយើងអត់ហាត់ប្រាណព្រោះថាការហាត់ប្រាណគឺវាល្អខ្លាំងសម្រាប់ទាំងសុខភាពឆ្អឹងសុខភាពបេះដូងនិងសុខភាពទូទៅអញ្ចឹងបើសិនជាយើងដាក់ថាចង់ស្រកគីឡូដោយអត់ហាត់ប្រាណគឺអត់ល្អទេហើយចំណុចសំខាន់ដែលចុងក្រោយដែលខ្ញុំគិតថាសំខាន់ខ្លាំងគឺយើងងាយប្រឈមនឹងជំងឺរ៉ាំរ៉ៃនៅពេលដែលយើងអត់ធ្វើលំហាត់ប្រាណនៅពេលដែលយើងវ័យចាស់ទៅគឺយើងងាយនឹងប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជាលើសជាតិអាស៊ីតទឹកនោមផ្អែមជំងឺលើសខ្លាញ់ជំងឺអីជាច្រើនមុខទៀតអញ្ចឹងជាសរុបមកវិញការដែលសម្រក់គីឡូដោយអត់ហាត់ប្រាណវាអាចធ្វើទៅរួចបានសម្រាប់រយៈពេលខ្លីតែខ្ញុំអត់លើកទឹកចិត្តឲ្យធ្វើទេព្រោះវាមានហានិភ័យសុខភាពច្រើនជាពិសេសនៅពេលដែលយើងមានវ័យចាស់ទៅហើយចំណុចដែលសំខាន់ខ្លាំងបំផុតគឺសម្រាប់ស្ត្រីអញ្ចឹងស្ត្រីគឺងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងមែនទែនដោយការសម្រក់គីឡូដោយរដ្ឋបတ်ទៅលើរបបអាហារហើយអត់ធ្វើលំហាត់ប្រាណហើយស្ត្រីខ្លះគាត់អាចប្រើពពួកផលិតផលសម្រក់គីឡូបន្ថែមទៀតរត់តែគ្រោះថ្នាក់ហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ឆ្លើយទៅនឹងសំណួរថាបើយើងរដ្ឋបတ်ឬក៏ធ្វើតែរបបអាហារអត់ហាត់ប្រាណគឺអាចសម្រក់គីឡូជោគជ័យឬក៏អត់អូខេជួបគ្នានៅក្នុងវីដេអូក្រោយទៀត